នៅវីដេអូមុនខ្ញុំបានប្រាប់អំពីកម្មវិធីមួយដែលអាចធ្វើការ live ទៅកាន់ Facebook page ហើយយើងអាចធ្វើការដាក់ filter បានប៉ុន្តែអ្វីដែលជាបញ្ហានោះគឺសម្រាប់បងប្អូនអរគ្នាដែលធ្វើតាមខ្ញុំទៅអត់អាចធ្វើការ connect ទៅកាន់ Facebook page បានអញ្ចឹងនៅវីដេអូនេះខ្ញុំនឹងមកប្រាប់អំពីការ log in រវាងកម្មវិធី Breezelive ចូលទៅកាន់ Facebook page ដើម្បីឲ្យធ្វើការ live បានអញ្ចឹងមុននឹងចូលទៅកាន់វីដេអូកុំភ្លេចជួយ like និង share វីដេអូនេះហើយកុំភ្លេចជួយ subscribe នៅ YouTube ខ្ញុំម្នាក់មួយផងអញ្ចឹងដូចបាននិយាយពីក្បាលវីដេអូមកអញ្ចឹងបងប្អូនអរគ្នាបានចាប់អារម្មណ៍ទៅលើវីដេអូខ្ញុំមួយដែលខ្ញុំបានធ្វើនិយាយអំពីកម្មវិធី Breezelive ដែលកម្មវិធីមួយនឹងអាចធ្វើការ connect រវាងកម្មវិធី Breezelive ហើយយើងអាចធ្វើការ live ទៅកាន់ Facebook page ដែលយើងអាចដាក់ filter យើងដាក់ emoji ស្អាតៗបានហើយអ្វីដែលសំខាន់នោះកម្មវិធីនោះមិនមែនធ្វើបានតែប៉ុណ្្នឹងទេវាអាចធ្វើការដាក់រូបភាពបានអាចដាក់អក្សររត់ដាក់លេខកូដសម្រាប់ជាពិសេសសម្រាប់បងប្អូនដែលគាត់ជាអ្នកលក់អនឡាញហ្នឹងគឺត្រូវហ្មងសម្រាប់កម្មវិធីមួយហ្នឹងអញ្ចឹងវីដេអូក្រោយខ្ញុំនឹងប្រាប់អំពីរបៀបក្នុងការដាក់អក្សររត់ដាក់លេខកូដដាក់រូបភាពផ្សេងៗអញ្ចឹងទៅអញ្ចឹងកុំឲ្យខាតពេលវេលាយូរយើងចូលទៅកាន់វីដេអូនេះទាំងអស់គ្នាអូខេអញ្ចឹងដើម្បីអាចធ្វើការ log in ចូលទៅកាន់ Facebook page បានឥឡូវខ្ញុំនឹងប្រាប់ពី step ដំបូងមកម្ដងទៀតហើយសម្រាប់បងប្អូនអរគ្នាដែលធ្វើតាមខ្ញុំនៅវីដេអូមុនយើងធ្វើការ remove កម្មវិធីមួយហ្នឹងចេញពី Facebook account របស់យើងសិនហើយសម្រាប់អ្នកដែលគាត់អត់បាន log in ទេចឹងអាចចាំមើលទៅដល់កន្លែង step ដែលយើងធ្វើការ log in ចូលកម្មវិធីនឹងម្ដងទៀតជាមួយគ្នាទាំងអស់គ្នាអញ្ចឹងជាដំបូងយើងចូលមកកាន់ Facebook account របស់យើងបន្ទាប់មកយើងចុចលើពាក្យថា menu បន្ទាប់មកយើងអស់មកក្រោមយកពាក្យថា setting and privacy ហើយយើងយកពាក្យថា setting ទៀតមកបន្ទាប់មកយើងអស់មកក្រោមអស់យើងមកឃើញពាក្យថា business នេះយើងចុចកន្លែងពាក្យថា business ហ្នឹងមកតោះមកយើងឃើញកម្មវិធី Breezelive Studio អញ្ចឹងយើងចុចទៅលើកម្មវិធីហ្នឹងបន្ទាប់មកយើងអស់មកក្រោមអស់យើងនឹងឃើញពាក្យថា remove អញ្ចឹងយើងចុចលើពាក្យថា remove ហើយយើងចុច remove មួយទៀតអូខេអញ្ចឹងមុននឹងយើងបានធ្វើការ remove កម្មវិធី Breezelive ចេញពី account Facebook របស់យើងហើយអញ្ចឹងជំហានបន្តយើងចូលទៅកាន់កម្មវិធី Breezelive វិញអញ្ចឹងនៅពេលដែលយើងបើកកម្មវិធី Breezelive មកយើងនឹងឃើញផ្ទាំងដូចដែលខ្ញុំបានកំពុងតែបង្ហាញហ្នឹងអញ្ចឹងសម្រាប់បងប្អូនដែលគាត់កំពុងតែជាប់ account នៅក្នុងហ្នឹងយើងអាចធ្វើការ delete account យើងសិនហើយយើងធ្វើការ log in ចូលមួយសារទៀតអញ្ចឹងដោយសារថាខ្ញុំធ្វើ step នេះដោយសារមានបងប្អូនដែលគាត់ធ្វើខ្ញុំតាមខ្ញុំនៅវីដេអូមុនគឺជាប់ account នៅក្នុងហ្នឹងហើយអញ្ចឹងយើងធ្វើការ log out និង delete account នឹងចេញមកវិញសិនអញ្ចឹងយើងចុចទៅលើកន្លែងរូប profile របស់យើងនៅខាងស្ដាំហ្នឹងបន្ទាប់មកយើងចុចលើពាក្យថា setting បន្ទាប់មកយើងអស់វាមកក្រោមអស់យើងយកពាក្យថា manage account ហើយយើងយកពាក្យថា delete account ហើយយើងចុចលើពាក្យថា agree to delete ហើយយើងចុច delete your accountអូខេអញ្ចឹងបន្ទាប់ពីយើងបានធ្វើការ delete account របស់យើង account Breezelive របស់យើងមុននឹងដែលយើងបាន log in ហើយអញ្ចឹងជំហានបន្តនេះគឺយើងចូលទៅកាន់ការ log in សារថ្មីឡើងមកវិញម្ដងទៀតអញ្ចឹងបងប្អូនអរគ្នាអាចមើលតាមខ្ញុំ step by step ខ្ញុំព្យាយាមធ្វើមួយលម្អិតឲ្យបងប្អូនអរគ្នាងាយយល់ហើយមើលតាន់ទាំងអស់គ្នាអូខេអញ្ចឹងឥឡូវនេះយើងចុចចូលមកកាន់កម្មវិធី Breezelive ហ្នឹងយើងចុចកន្លែងប៊ូតុង connect with Facebook ហើយយើងចុចពាក្យថា continueបន្ទាប់មកយើងចុចពាក្យថា open អូខេបន្ទាប់មកយើងចុចពាក្យថា continue ម្ដងទៀតអូខេយើងនៅចេញសម្រាប់ account ដែលថ្មីដែលអាចបាន log in ជាមួយនឹង account Breezelive ហ្នឹងគឺវានឹងចេញ term condition អញ្ចឹងកន្លែងហ្នឹងគ្រាន់តែចុចសញ្ញាព្រួញចុះមកក្រោមអស់មកអូខេបន្ទាប់មកយើងចុចពាក្យថា agree ខាងក្រោមនេះអូខេអញ្ចឹងឥឡូវយើងបានធ្វើការបង្កើត account របស់យើងជាមួយនឹងកម្មវិធី Breezelive ហើយអញ្ចឹងជំហានបន្តរបស់យើងគឺយើងចូលទៅធ្វើការ log in account Facebook របស់យើងចូលទៅកាន់កម្មវិធីនោះដើម្បីអាចឲ្យធ្វើការ live ទៅកាន់ account Facebook ឬក៏ page របស់យើងបានអញ្ចឹងខាងក្រោមនេះបងប្អូនអរគ្នាអាចធ្វើការអូសមកកន្លែងពាក្យថា live មកហើយយើងចុចលើពាក្យថា readyអញ្ចឹងមកដល់ផ្ទាំងកន្លែងនេះដូចបងប្អូនឃើញអញ្ចឹងយើងអាចធ្វើមិនត្រឹមតែអាច live ទៅកាន់ Facebook ទេយើងអាច live ទៅកាន់ platform ផ្សេងៗបានទៀតអញ្ចឹងណាអញ្ចឹងឥឡូវនេះយើងចូលមកកាន់ Facebook ហើយយើងចុចពាក្យថា continue with Facebook នេះមកហើយយើងចុចពាក្យថា continue ហើយយើងចុចពាក្យ open ហើយយើងចុចពាក្យ continue ម្ដងទៀត
អូខេចឹងឥឡូវនេះយើងបានធ្វើការ login account Facebook របស់យើងចូលមកកាន់កម្មវិធី Preslide បានដោយជោគជ័យហើយដែលយើងបានឃើញនៅលើផ្ទាំងខាងក្រោមនេះយើងបានឃើញឈ្មោះ account Facebook profile របស់យើងអញ្ចឹងដើម្បីយើងអាចធ្វើការ connect ទៅកាន់ page របស់យើងបានយើងគ្រាន់តែចុចទៅលើឈ្មោះរបស់យើងមកហើយយើងអូសទៅលើបន្តមកនេះបងប្អូនអរគ្នានឹងឃើញកន្លែងពាក្យថា Facebook profile ជាមួយនឹង page យើងចុចកន្លែងហ្នឹងអញ្ចឹងភាគច្រើនបងប្អូនអរគ្នាកំពុងតែជួបបញ្ហាដោយតែខ្ញុំបានឃើញនៅលើផ្ទាំងហ្នឹងហើយត្រូវទេអញ្ចឹងមែនតើទៅបងប្អូនអរគ្នាដែល log in មកដល់ដំណាក់កាលហ្នឹងហើយដែលជួបបញ្ហាហ្នឹងចឹងបងប្អូនអរគ្នាមិនបាច់ធ្វើការ delete account ចេញមកវិញក៏បានដែរអញ្ចឹងដោយសារខ្ញុំចង់ឲ្យបងប្អូន delete account ចេញមកវិញដោយសារខ្ញុំចង់ឲ្យច្បាស់ថាបងប្អូនធ្វើតាមខ្ញុំមួយ step នេះគឺទទួលបានផលយកហ្មងអញ្ចឹងខ្ញុំឲ្យធ្វើការ delete តែបើអ្នកដែលគាត់បានធ្វើមកដល់ step ហ្នឹងហើយដែលអាចចុចទៅកាន់ page បានអញ្ចឹងអាចមើលបន្តពីកន្លែង step ហ្នឹងទៅបានអញ្ចឹងខ្ញុំចុច back មកវិញហើយខ្ញុំចុច save មួយសិនអញ្ចឹងកន្លែងនេះដើម្បីយើងអាចធ្វើការឲ្យកម្មវិធី Preslide ហ្នឹងស្គាល់connect ទៅកាន់ Facebook account របស់យើងហើយអាចធ្វើការបើក permission បើក page ដើម្បីឲ្យកម្មវិធីនឹងស្គាល់ហ្នឹងយើងគ្រាន់តែចុចធ្វើការចុច go live ម្ដងសិនអញ្ចឹងយើងចុចកន្លែងពាក្យថា go live នេះសិនមកតោះមកយើងនឹងឃើញកន្លែងនេះណាកន្លែងដែល notification ដែលវាឲ្យមកនេះយើងគ្រាន់តែចុចលើពាក្យថា continue មកបន្តមកយើងចុចពាក្យថា open អូខេអញ្ចឹងនៅក្នុង step កន្លែងនេះគឺជាកន្លែងសំខាន់ដែលយើងធ្វើការបើក allow ឲ្យកម្មវិធី Preslide អាចធ្វើការ live ទៅកាន់ page យើងបានអញ្ចឹងយើងគ្រាន់តែចូលមកកន្លែង edit access នេះអញ្ចឹងនេះដោយសារតែយើងអត់មុននឹងយើងចូលទៅអត់ឃើញ page ដោយសារយើងអត់ទាន់បានបើក allow permission របស់ខាង Facebook ហ្នឹងឲ្យកម្មវិធី Preslide ហ្នឹងទេអញ្ចឹងវាអាចធ្វើការ log in ចូលទៅកាន់ page របស់យើងបានទេអញ្ចឹងតើតែយើងបើកសិនអញ្ចឹងកន្លែងនេះយើងអាចធ្វើការបិទselect ទាំងអស់មកហើយយើងអាចធ្វើការ lock បើក tick មួយទៅលើ page ណាមួយដែលយើងចង់យកទៅ live ក៏បានឬក៏យើងចង់select ទាំងអស់ក៏បានដែរអញ្ចឹងណានេះយើងអាចបិទ select ទាំងអស់យើងអាចបើក page មួយក៏បាន2 3ក៏បានឬក៏យើងអាចធ្វើការ select ទាំងអស់ហ្មងក៏បានដែរអញ្ចឹងកន្លែងនេះខ្ញុំធ្វើការ select ទាំងអស់តោះមកខ្ញុំចុចទៅលើផ្ទាំងខាងលើនេះមួយមកយើងគ្រាន់តែចុចមួយមកដើម្បីវាធ្លាក់ទៅវិញហើយយើងចុចលើពាក្យថា continue as ម្ដងទៀតមកហើយយើងចុច continue ម្ដងទៀតអូខេអញ្ចឹងឥឡូវនេះយើងបានធ្វើការ connect ពីកម្មវិធី Preslide ចូលទៅកាន់ Facebook page របស់យើងបានដោយជោគជ័យហើយអញ្ចឹងយើងអាចធ្វើការចូល page ដើម្បីកំណត់ page ដែលយើងចង់ live បានហើយអញ្ចឹងយើងគ្រាន់តែចុចទៅលើរូប profile របស់យើងមកបន្ទាប់មកយើងចុចនៅកន្លែង Facebook and profile and page នេះមកចឹងកន្លែងនេះបើសិនជាចុចមកនៅតែអត់ទាន់ឃើញយ៉ាងទៀតដោយសារថា Facebook ដោយសារកម្មវិធី Preslide នេះវាទាមទារឲ្យយើង live ទៅកាន់ Facebook account យើងឲ្យបានម្ដងសិនបន្តិចសិនអញ្ចឹងដើម្បីឲ្យវាស្គាល់ណាអញ្ចឹងយើងគ្រាន់តែចុច save មកយើងចុច go live សិនណាយើងចុច go live ឲ្យវាដើរ live បន្តិចសិនអូខេបានដើរ live ប៉ុណ្្នឹងហើយយើងគ្រាន់តែចុច end វាបិទ live មកវិញមកហើយយើងចុចសញ្ញាព្រួញត្រឡប់មកក្រោយនេះអូខេអញ្ចឹងវាពាណិជ្ជកម្មយើងអាចអស់បិទហើយយើងចូលមកកម្មវិធីនឹងម្ដងទៀតបានអូខេអញ្ចឹងបន្ទាប់ពីយើងបិទកម្មវិធីយើងបើកចូលមកវិញមួយសារទៀតយើងចុចកន្លែង ready មួយសារទៀតហើយយើងចូលទៅកន្លែង profile យើងមួយសារទៀតមកអូខេតោះមកយើងចុចមកកន្លែង Facebook profile និង page ហ្នឹងមកអូខេអញ្ចឹងឥឡូវនេះបានជោគជ័យហើយគឺកម្មវិធី Preslide វាស្គាល់ជាមួយនឹង page របស់យើងហើយអញ្ចឹងយើងអាចធ្វើការកំណត់ទៅលើ page ណាមួយដែលយើងចង់ live បានអញ្ចឹងដោយការវីដេអូមុនអញ្ចឹងយើងគ្រាន់តែ connect ទៅ select ទៅលើ page ណាមួយទៅហើយយើងចុចសញ្ញាព្រួញត្រឡប់ក្រោយមកវិញអញ្ចឹងកន្លែងនេះយើងអស់កន្លែងឡើងមកលើមកអញ្ចឹងកន្លែងនេះកន្លែងដែលវាសូនេះគឺវាសូថានេះជា page ដែលយើងបាន select យើងចង់ធ្វើការ live អញ្ចឹងនៅពេលដែលយើងចុច go live ទៅវានឹង live ទៅកាន់ page ហ្នឹងហ្មងអញ្ចឹងកន្លែងខាងលើនេះដូចខ្ញុំបានប្រាប់ពីវីដេអូមុននេះគឺកន្លែងដែលយើងអាចធ្វើការដាក់ description អញ្ចឹងនៅពេលដែលយើងដាក់ description ហើយយើងគ្រាន់តែចុច save មកហើយអញ្ចឹងយើងចុច go live ទៅគឺយើងអាចធ្វើការ live ទៅកាន់ Facebook page របស់យើងបានហើយអូខេអញ្ចឹងវីដេអូយើងមានតែប៉ុណ្្នឹងទេប៉ុន្តែខ្ញុំចង់បន្ថែមពីលើនោះបន្តិចសម្រាប់កម្មវិធី Preslide នេះការ
ពេលដែលខ្ញុំធ្វើវីដេអូពីមុនហ្នឹងគឺវាអត់ទាន់ឲ្យធ្វើការបង់លុយអីញញ៉ៃទេប៉ុន្តែឥឡូវហ្នឹងវាមានលោតមុខងារ Bridgeline Plus ដែលយើងធ្វើការ subscribe ជាមួយវាហ្នឹងក្នុងមួយខែ 9.99 ឬក៏មួយឆ្នាំតម្លៃវា 89.99 អញ្ចឹងបងប្អូនអរគ្នាអាចចូលទៅមើលបន្ថែមបានហើយចំណុចពិសេសនៃការបង់លុយជាមួយកម្មវិធីហ្នឹងគឺវាអត់មានខុសគ្នាច្រើនទេយើងប្រើ free ក៏យើងអាចធ្វើការ live ទៅកាន់ page បានយើងប្រើ license ក៏យើង live បានដែរគ្រាន់តែថាយើងប្រើ license ឬក៏យើងបង់លុយជាមួយវាហ្នឹងគឺនៅពេលដែលចប់ live គឺវាអត់មាន load watermark ឬក៏ logo របស់កម្មវិធីទេប៉ុន្តែយើងប្រើ free គឺចប់ចុងក្រោយគឺវា load logo watermark របស់កម្មវិធីមួយហ្នឹងហើយអ្វីដែលសំខាន់គឺវាអាចប្រើប្រាស់ជាមួយនឹងមុខងារបន្ថែមផ្សេងទៀតដែលវាអាប់ដេតមកក្រោយៗនឹងបានអញ្ចឹងវាខុសគ្នាតែប៉ុណ្្នឹងទេអញ្ចឹងបងប្អូនអរគ្នាអាចសម្រេចចិត្តខ្លួនឯងបានបើយើងចង់ប្រើអ្វីដែលសម្បូរបែបដែលវាអាប់ដេតមកយើងអាចធ្វើការ subscribe ជាមួយវាបានអូខេអញ្ចឹងវីដេអូរបស់យើងមានតែប៉ុណ្្នឹងទេសម្រាប់បងប្អូនអរគ្នាដែលពេញចិត្តជាមួយវីដេអូមួយនេះកុំភ្លេចជួយ like និង share ហើយជួយ comment ម្នាក់មួយផងហើយបើសិនជាបងប្អូននៅតែមានចម្ងល់ធ្វើទៅនៅតែអត់ដំណើរការនៅចំណុចណាមួយអាចធ្វើការ comment នៅខាងក្រោមនឹងបានអញ្ចឹងខ្ញុំមានតែប៉ុណ្្នឹងទេជួបគ្នានៅវីដេអូក្រោយបាយបាយ